នារសៀលថ្ងៃទី30ខែឧសភាឆ្នាំ2026លោកឧត្តមសេនីយ៍ឯករដ្ឋស្រាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនិងពង្រឹងការងារស្រាវជ្រាវបង្ក្រាបបទល្មើសព័ត៌មានសន្តិសុខនិងប្រតិបត្តិការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯករដ្ឋស្រាងបានណែនាំដល់កម្លាំងអាវុធហត្ថគ្រប់ជាន់ថ្នាក់ឲ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងគោរពបទបញ្ជាថ្នាក់លើប្រកាន់ខ្ជាប់ក្រមសីលធម៌សុជីវធម៌និងវិជ្ជាជីវៈរបស់កងកម្លាំងដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវខ្ពស់លោកបានសង្កត់ធ្ងន់ថាកងរាជអាវុធហត្ថត្រូវផ្ដោតលើភារកិច្ចស្នូលរួមមានការបង្ការបង្ក្រាបនិងសង្គ្រោះដោយត្រៀមខ្លួនចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងជួយដោះស្រាយបញ្ហាសង្គមនានាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាជាមួយគ្នានេះលោកក៏បានជំរុញឲ្យកម្លាំងជំនាញបន្តពង្រឹងវិធានការបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបញ្ហាក្មេងទំនើងបទល្មើសគ្រឿងញៀនល្បែងអនឡាញនិងការច្បោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅតាមភូមិសាស្ត្រទទួលខុសត្រូវរៀងខ្លួនលោកឧត្តមសេនីយ៍ឯករដ្ឋស្រាងក៏បានណែនាំយ៉ាងម៉ឺងម៉ាត់ថាកម្លាំងអាវុធហត្ថគ្រប់រូបមិនត្រូវចូលរួមសហការសំគំនិតឬលាក់បាំងបទល្មើសក្នុងគ្រប់រូបភាពនោះឡើយហើយក្នុងករណីរកឃើញការពាក់ព័ន្ធនឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងទន្ទឹមនឹងនេះលោកក៏បានរំលឹកអំពីសារៈសំខាន់នៃលេខអន្តរាគមន៍បន្ទាន់1291ដោយជំរុញឲ្យក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទទួលសម្របសម្រួលនិងដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រកបដោយភាពរហ័សរហួននិងការទទួលខុសត្រូវខ្ពស់ក្រោយបញ្ចប់កិច្ច